ចាសូមគោរពជំរាបសួរពុកម៉ែបងប្អូនជនរួមជាតិថ្ងៃនេះខ្ញុំអូស TikTok ទៅឃើញសេនាជនលោកសំរងស៊ីម្នាក់ឈ្មោះប៉ាងសុខឿនគេចេញមកប្រតិកម្មជាមួយនឹងសារសម្លេងបែកធ្លាយការសន្ទនារវាងសម្ដេចតេជោហ៊ុនសែនជាមួយនឹងលោកស្រីផៃថងឋាននាយករដ្ឋមន្ត្រីថៃពេលបច្ចុប្បន្ននេះចាហើយចង់ដឹងគេប្រតិកម្មបែបណាតើបងប្អូនចូលទៅស្ដាប់ទាំងអស់គ្នាហើយលោកសង្ឃីជង្គង់បានដាក់ពាក្យប្តឹងហ៊ុនសែនហើយពីបទលួចថតសម្លេងដល់កោច្បាប់ទាំងធ្វើឲ្យបែកធ្លាយសម្លេងដោយចាត់ទុកថាវាជាទង្វើមួយធ្វើឲ្យប៉ះពាល់ដល់កិច្ចការភាពប្រទេសថៃនិងបំពេញវិធីសាស្ត្រការទូតនៃប្រទេសទាំងពីរនិងច្បាប់អន្តរជាតិការប្តឹងនេះលើតែទៅលើច្បាប់ថៃដោយក្រុមច្បាប់ថៃអនុញ្ញាតឲ្យរដ្ឋថៃឬរដ្ឋាភិបាលថៃប្តឹងជនណាក៏ដោយទោះបីជារស់នៅក្នុងប្រទេសថៃឬក្រៅប្រទេសថៃក៏ដោយចាចង់បញ្ជាក់ប្រាប់ប៉ាងសុខឿនឯងថាចេសម្ដេចតេជោភ័យដល់ថ្នាក់ថ្ងៃនេះណាគម្រាមបញ្ចេញសម្លេងបន្ថែមទៀតហើយពាក់ព័ន្ធជាមួយនឹងការសន្ទនាឬក៏ទំនាក់ទំនងជាមួយនឹងឪពុករបស់លោកស្រីផៃថងឋានលោកថាក់ស៊ីនចាភ័យខ្លាំងពេកឥឡូវហ្នឹងចង់ទម្លាយបន្ថែមទៀតឯនោះភ័យសបើមកចង់និយាយចឹងណាសម្ដេចតេជោភ័យណាស់ស្ដាប់តទៀតបងប្អូនដោយសារតែជាទង្វើថោកទាបរបស់ខ្លួនធ្លាប់ញ៉ាំបានធ្វើនៅក្នុងប្រទេសកម្ពុជាចាចង់និយាយថាសារសម្លេងរបស់សម្ដេចតេជោហ្នឹងគេចោទថាជាទង្វើថោកទាបអាថ្លៃធ្នូពួកអាថ្លៃធ្នូពួកអាត្រឹមត្រូវពួកអាមិនចេះខុសពួកអាទៅគ្រប់រឿងណាចង់និយាយថាសម្ដេចតេជោថោកទាបប៉ុន្តែរកពេលប្រទេសជាតិជួបឧបសគ្គជួបការឈ្លានពានពីបរទេសប្រជាពលរដ្ឋជួបទុក្ខលំបាកគឺសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាណានៅជាមួយនឹងប្រជាពលរដ្ឋនៅដោះស្រាយបញ្ហាជាមួយនឹងប្រទេសដទៃដែលគេឈ្លានពានទឹកដីខ្មែរចុះអាអ្នកស្នេហាជាតិអាអ្នកថ្លៃធ្នូហើយក៏មិនឃើញក្បាលចូលទៅជួយដោះស្រាយបញ្ហាប្រទេសជាតិក៏ដូចជាជួយសម្រួលបន្ទុកការលំបាករបស់ប្រជាជនក្នុងស្រុកផងថ្លៃធ្នូសម្បើមពេកនៅក្នុងប្រទេសអត់កើតណារត់ទៅនៅក្រៅប្រទេសហើយជេររដ្ឋាភិបាលពីក្រៅប្រទេសមកថ្លៃធ្នូទៀតបងប្អូនជារឿងមួយដែលរដ្ឋខ្មែរត្រូវស្វែងយល់ហើយផលប្រយោជន៍ស្ដាប់តទៀតបងប្អូនទង្វើរបស់ហ៊ុនសែននឹងធ្វើឲ្យថៃកាន់តែរួមគ្នាខ្លាំងឡើងកាន់តែមានជាតិនិយមខ្លាំងឡើងស្ដាប់មកដល់ត្រង់ចំណុចនេះទៅខ្ញុំដឹងថាមនុស្សឈ្មោះប៉ាងសុខឿននេះវាភ័យអត់គ្រប់ទឹកទេវាភ័យអត់មានការពិតទេចាព្រោះទាំងដឹងហើយថាការបែកសារសម្លេងរបស់សម្ដេចតេជោដែលបញ្ចេញទៅហ្នឹងធ្វើឲ្យប្រទេសថៃបែកបាក់វក់វីខ្ទេចខ្ទីពេញតែហ្នឹងឲ្យពួកប្រឆាំងជាតិនិយមជ្រុលរបស់ថៃធ្វើការបាតកម្មទាមទារឲ្យលោកស្រីផែតថងឋាននឹងចុះចេញពីតំណែងដោយពួកគេចាត់ប្រកាន់ថាលោកស្រីផែតថងឋាននាយករដ្ឋមន្ត្រីបច្ចុប្បន្នហ្នឹងក្បត់ជាតិរួមគំនិតជាមួយប្រទេសជិតខាងធ្វើឲ្យបាត់បង់ទឹកដីថៃមកកាន់ប្រទេសកម្ពុជានេះគឺជាការចោទប្រកាន់ពីពួកជាតិនិយមជ្រុលរបស់ថៃណាហើយធ្វើឲ្យផ្ទៃក្នុងនយោបាយរបស់ថៃអត់ទុកចិត្តគ្នាទេត្បិតតែឃើញលោកស្រីផែតថងឋានទៅជម្រាបសួរមេតាហ៊ានមេប៉ូលីសអីរបស់ថៃហ្នឹងមិនមែនទៅលើកទឹកចិត្តទេណាបងប្អូនទៅយកចិត្តណាដែលឃើញចុះទៅសមរភូមិដែលឃើញចុះទៅកន្លែងកងទ័ពហ្នឹងមិនមែនចុះទៅលើកទឹកចិត្តទេគឺចុះទៅយកចិត្តនិយាយថាសំពះគេរហូតចាអានិតគាត់ដែរក៏ប៉ុន្តែធ្វើម៉េចបើនាយករដ្ឋមន្ត្រីអត់មានអំណាចចឹងហើយណាតិចឃើញនាយករដ្ឋមន្ត្រីថៃលោកស្រីផែតថងឋាននិងពួកយោធាឈរផ្ដុំគ្នាធ្វើសន្និសីទកាសែតថាជាការរួបរวมសាមគ្គីគ្នាអត់មានទេណានឹងគ្រាន់តែជាការសម្ដែងទេអត់មានជាការពិតទេអត់មានរួបរวมសាមគ្គីគ្នាអីទេចាការពិតដើរជាមួយគ្នាលោកស្រីផែតថងឋានផ្នែកនៅកញ្ចឹងកចាព្រោះអីគាត់គ្រាន់តែធ្វើដើម្បីយកចិត្តទៅកាន់ពួកយោធាព្រោះពួកយោធានឹងវាមានអំណាចជានាយករដ្ឋមន្ត្រីហើយគាត់ដើរជាមួយពួកយោធាថៃហ្នឹងគឺដើរទាំងភ័យខ្លាចបងប្អូនមើលទឹកមុខគាត់សម្ភារម្ដងហើយបើនិយាយពីពលរដ្ឋរបស់ប្រទេសថៃនៅពេលបច្ចុប្បន្ននេះប្រជាកសិករយកបន្លែចាក់ពេញផ្លូវអស់ហើយបន្លែផ្លែឈើចាក់រាយពេញផ្លូវបាតកម្មឲ្យពួកយោធាថៃមើលថាណាឃើញទេអាទង្វើបិទព្រំដែនខ្មែរថៃវាធ្វើឲ្យប៉ះពាល់អីខ្លះឃើញអត់បាតកម្មជាមួយពួកយោធាផងបាតកម្មជាមួយនាយករដ្ឋមន្ត្រីផងនៅតែស្ដេចមួយទេស្ដេចគេហ៊ានប៉ះពីព្រោះគេមានច្បាប់ការពារណាចំណែកពួកយោធាហ្នឹងពួកនាយករដ្ឋមន្ត្រីនេះប្រជាជនងើបប្រឆាំងពេញតែប្រទេសហើយបែរជាប៉ាងសុខឿននេះមកនិយាយថាគ្រាន់តែសារសម្លេងរបស់សម្ដេចតេជោនឹងធ្វើឲ្យប្រជាជនថៃរួបរวมសាមគ្គីគ្នាហើយចេះនិយាយចេញមករួចសើបងពួកនេះអញ្ចឹងថាវិភាគដោយក្តីស្អប់ក្តីព្យាបាទគ្មានសេចក្តីការពិតទេដល់ពេលអញ្ចឹងប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសឃើញកញ្ចៅពួកប្រឆាំងឯងកាន់តែច្បាស់ហើយបោកគេលែងបានហើយយល់នៅ